បើសិនជាអាមេរិកមិនខ្វះប្រព័ន្ធការពារដែនអាកាសហេតុអ្វីចាំបាច់រើសពីកូរ៉េខាងត្បូងទៅមជ្ឈមបូព៌ាបន្ទុកឲ្យបញ្ចាំការនៅទីនោះតែម្ដង សំណួរកាលពីម្សិលមិញក៏បានឆ្លើយឲ្យប្រាប់ទាំងការរើកំជ្រួចនោះទៅកំជ្រួចថាតនេះគឺជាកំជ្រួចមិនមែនសម្រាប់ចាប់ drone មិនមែនសម្រាប់ចាប់កំជ្រួចរបស់ Iran ធម្មតាទេព័ត៌មានស៊ើបការសម្ងាត់របស់កងទ័ពអាមេរិកកាំងប្រហែលជាមានការបារម្ភខ្លាច Iran ប្រើប្រាស់កំជ្រួចធុនធ្ងន់លើសពីប្រភេទ2តោនឬលើសពីប្រភេទ2តោនបើសិនណាជាប្រើកំជ្រួចធុនធ្ងន់ហើយមានបច្ចេកទេសណានៅសល់អាចត្រូវការពង្រឹងការពារដែនអាកាសកំជ្រួចប្រភេទថាសនេះមាននៅមជ្ឈមបូព៌ាហើយតែត្រូវការថែមទៀតគឺជើងទ្របំពង់វា4 48ក្បាលគ្រាប់មួយគ្រឿង $1000 លានយក$1000 លានមកចែកនឹង48គ្រាប់កំជ្រួចថាសនេះមានតាំងនៅអ៊ីស្រាអែលតែអត់ដែលបាញ់ទេជាកំជ្រួចដែលតាក់ទងនឹងកំជ្រួចទំនើបបំផុតហើយរលកធាតុអាកាសខ្ពស់សហរដ្ឋអាមេរិករើជើងកំជ្រួចថាសនេះចល័តពីកូរ៉េខាងត្បូងទៅកាន់មជ្ឈមបូព៌ាដើម្បីពង្រឹងតែមិនមែនសម្រាប់ប្រើចាប់កំជ្រួចឬ drone ទេពីព្រោះកំជ្រួចថាសនេះមិនមែនជាកំជ្រួចសម្រាប់ប្រើនៅក្នុង altitude កណ្ដាលនិង altitude ទាបទេកំជ្រួចប្រភេទនេះតែងចល័តដូចនាវាផ្ទុកយន្តហោះនាវាផ្ទុកយន្តហោះអាមេរិកកាំងមាន11គ្រឿងការប្រើប្រាស់ជាទូទៅ9 2គ្រឿង1គ្រឿងជួសជុល1គ្រឿងសម្រាប់ឬសម្រាប់ហាត់បើយើងសួរថាតើអាមេរិកកាំងខ្វះនាវាផ្ទុកយន្តហោះទេចម្លើយថាអត់ទេក៏ប៉ុន្តែត្រូវចល័តពីមជ្ឈមណ្ឌលសេនាធិការនាវា1ទៅកាន់នាវា1ដូចជាសប្តាហ៍ថ្ងៃនេះនៅក្នុងពិភពលោកអាមេរិកកាំងត្រូវការពារអាមេរិកកាំងត្រូវការពារពិភពលោកទាំងមូលក្នុងច្រក5ឬ6ដែលសំខាន់ដូច្នេះនៅពេលដែលការពារច្រកសំខាន់នាវាផ្ទុកយន្តហោះរបស់អាមេរិកត្រូវចល័តពីសេនាធិការ6សេនាធិការ6នៅក្នុងសេនាធិការ6ហ្នឹងឧទាហរណ៍ថានៅមជ្ឈមបូព៌ានេះមជ្ឈមបូព៌ាដែលកំពុងតែនេះនៅមជ្ឈមបូព៌ានេះបើយើងមើលទៅយើងឃើញចំណុច3 1 2 3ចំណុច3នេះស្ថិតនៅក្រោមកងនាវាចរទី5កងនាវាចរទី5នាវាចរទី5ជាទូទៅតំបន់មជ្ឈមបូព៌ាច្រកសមុទ្រ Hormuz ច្រកសមុទ្រ Hormuz ច្រកសមុទ្រយេម៉ែនកន្លែងពួកហ៊ូទីវាបង្កគ្រោះថ្នាក់ហើយនឹងព្រែកជីកស៊ុយអេណានៅក្នុងចំណុចនេះវាក្រោមការការពាររបស់កងនាវាចរទី5កងនាវាចរទី5ការការពារនៃកងនាវាចរទី5ចំណុចនេះវានៅក្រោមការការពាររបស់កងនាវាចរទី5ឥឡូវនេះគេកំពុងច្បាំងនៅអ៊ីរ៉ាននេះប្រទេសអ៊ីរ៉ានអញ្ចឹងគេចល័តនាវាផ្ទុកយន្តហោះពីសេនាធិការដតីមកបច្ចុប្បន្នមាននាវាផ្ទុកយន្តហោះ3គ្រឿងមួយគ្រឿងណានាវាផ្ទុកយន្តហោះ1គ្រឿងកំពុងតែនៅម្ដុំនេះនាវាផ្ទុកយន្តហោះ1គ្រឿងនៅម្ដុំនេះនៅមេឌីតេរ៉ាណេនេះទ្វីបអាហ្វ្រិកនាវាផ្ទុកយន្តហោះ1គ្រឿងនៅសមុទ្រក្រហមនិងនាវាផ្ទុកយន្តហោះ1គ្រឿងនៅសមុទ្រអារ៉ាប៊ីនេះសំណួរសួរថាប្រចាំថ្ងៃគេមាននាវាផ្ទុកយន្តហោះប៉ុន្មានគ្រឿងនៅក្នុងតំបន់គ្រប់គ្រងរបស់កងនាវាចរទី5កងនាវាចរទី5ជាទូទៅក្នុងការគ្រប់គ្រងតំបន់ច្រកសមុទ្រ Hormuz ឈុំសមុទ្រយេម៉ែនសមុទ្រក្រហមហើយនឹងព្រែកជីកស៊ុយអេតមានតែមួយគ្រឿងទេ
មានតែមួយគ្រឿងទេចុះហើយដូចម្ដេចបានជាឥឡូវមាន3គ្រឿងគេច្រឡាត់ទៅសួរថាតើគេខ្វះនាវាផ្ទុកយន្តហោះទេអត់ទេតែគេពង្រឹងអញ្ចឹងត្រឡប់ទៅសភាវុធវិញដែលចៅសួរថាតើនិយាយថាគេអត់ខ្វះទេចុះបើគេអត់ខ្វះមិនចាំបាច់គេច្រឡាត់កំជ្រួចថាបស្អីទៅកំជ្រួចថាបណាគឺជាកំជ្រួចមួយគ្រឿងគឺជាកំជ្រួចមួយគ្រឿងតម្លៃ 1000 លានថ្លៃណាស់បាទជាកំជ្រួចមួយគ្រឿងតម្លៃ 1000 លានជាកំជ្រួចប្រភេទនេះបាទជាកំជ្រួចប្រភេទនេះវាមាន2 4 6 8វាមាន8រុនឬក៏4រុនណាទៅតាម configuration វាកំជ្រួចប្រភេទនេះមក system វាគេដឹកយន្តហោះ3គេដឹកយន្តហោះ3បានគេយកទៅដាក់បានដែលជាកំជ្រួចមិនមែនសម្រាប់បាញ់ធម្មតាទេបាទមិនមែនជាកំជ្រួចបាញ់ធម្មតាទេដែលជាកំជ្រួចមាន operator ជាទាហាន100នាក់ណាមាន operator 100នាក់មាន radar តម្លៃរាប់រយលានមានកញ្ច្រែងវាសម្រាប់សង្កួរគ្រាប់និងមានបន្ទែសម្រាប់បាញ់លក្ខណៈនៃកំជ្រួចថាតនេះដោយសារតែតម្លៃវាថ្លៃគេទុកវានៅក្នុងចំណុចសំខាន់នៃពិភពលោកដែល7គ្រឿងគេទុកនៅនេះសំទោស6គ្រឿងគេទុកនៅនេះហើយ6គ្រឿងទៀតគេទុកនៅនេះហើយម្ដុំនេះអត់មានទុកទេគេទុកនៅម្ដុំនេះគេទុកនៅម្ដុំនេះហើយនឹងគេទុកនៅម្ដុំនេះតាក់ទងនឹងប្រទេសយូក្រែនកាលណាគេធ្វើសង្គ្រាមក្តៅនៅចំណុចណាគេច្រឡាត់កំជ្រួចហ្នឹងដូចតានិយាយប្រាប់ពីនាវាចរទី5ដែលទទួលខុសត្រូវច្រកសមុទ្រអូមូសច្រកសមុទ្រយេម៉ែនទៅសមុទ្រក្រហមពីសមុទ្រក្រហមទៅព្រែកជីកស៊ុយអេពីព្រែកជីកស៊ុយអេទៅសមុទ្រមេឌីទែរ៉ាណេក្នុងហ្នឹងនាវាផ្ទុកយន្តហោះមានតែមួយទេប្រចាំការជួនកាលនៅសមុទ្រឥណ្ឌានៅម្ដុំនេះជួនកាលនៅមេឌីទែរ៉ាណេនៅម្ដុំនេះប៉ុន្តែនៅពេលមានសង្គ្រាមបច្ចុប្បន្ននេះនាវាផ្ទុកយន្តហោះ3គ្រឿងមួយនៅមេឌីទែរ៉ាណេមួយនៅសមុទ្រក្រហមមួយនៅអារ៉ាបៀនស៊ីនឹងអញ្ចឹងគេច្រឡាត់អញ្ចឹងគឺរូបមន្តនៃការប្រើប្រាស់នាវាផ្ទុកយន្តហោះក្នុងសមរភូមិក្តៅសំខាន់ក្រសួងទ័ពអាមេរិកក្រសួងសង្គ្រាមធ្វើ projection ធ្វើផែនការថាចំណុចក្តៅទាំងអស់ក្នុងរយៈពេល30ថ្ងៃគេអាចបណ្ដុំនាវាផ្ទុកយន្តហោះ3គ្រឿងគេអាចបណ្ដុំនាវាផ្ទុកយន្តហោះ3គ្រឿងនៅក្នុងពេលដែលក្តៅបើពេលធម្មតាចំណុច1 2 3 4 5 6នេះជាចំណុចក្តៅនៃពិភពលោកនេះមានសេនាធិការមួយនៃកងទ័ពជើងទឹកហើយមានក្រវ៉ែលចលនានៃនាវាផ្ទុកយន្តហោះតែមួយគ្រឿងទេណានេះសហរដ្ឋអាមេរិកសេនាធិការដែលយាមល្បាតនៅនេះគេហៅថាកងនាវាចរទី4កងនាវាចរទី4កងនាវាចរវាមានចាកងនាវាចរដែលរវល់ជាងគេក្នុងពិភពលោកកងនាវាចរទី5ការពារច្រក Hormuz ឈូងសមុទ្រ Persian ឈូងសមុទ្រអេដែនឈូងសមុទ្រយេម៉ែននិងសមុទ្រក្រហមនាវាចរទី5នាវាចរទី6ការពារសមុទ្រមេឌីទែរ៉ាណេនិងនិវាសដ្ឋានអាហ្វ្រិកអឺរ៉ុបអាហ្វ្រិកនិងអឺរ៉ុបនាវាចរទី7ការពារ Pacific ខ្សែត្រៀមទី1និងខ្សែត្រៀមទី2គេហៅថា the first island chain និង the second island chain អញ្ចឹងកងនាវាចរទី7ការពារ Pacific តៃវ៉ាន់ម៉ាឡាកាទីតាំងសេនាធិការកងទ័ពទី7នៅជប៉ុនអញ្ចឹងយើងមើលកន្លែងណាទី7ការពារច្រកម៉ាឡាកា
ទី7ការពារច្រកម៉ាឡាកាអូខេទី7ច្រកការពារច្រកម៉ាឡាកាណាទី7ការពារច្រកម៉ាឡាកាដែលបច្ចុប្បន្នអ្នកណានៅហ្នឹងនាវាណានាវាផ្ទុកយន្តហោះណានៅហ្នឹងនាវាផ្ទុកយន្តហោះ The Ronald Reagan នាវាផ្ទុកយន្តហោះ The Ronald Reagan ការពារម្ដុំហ្នឹងឯងមើលចិនណាតែសេនាធិការនៃនាវាចរទី7មិនមែននៅហ្នឹងទេសេនាធិការនាវាចរទី7នៅប្រទេសជប៉ុននេះតែការពារមកជួនហ្នឹងមានន័យថាការពារអូស្ត្រាលីការពារនូហ្សេឡង់ការពារអាប៉េកេឡាហ្គោរបស់ឥណ្ឌូនេស៊ីម៉ាឡេស៊ីប្រ៊ូណេសិង្ហបុរីឈូងសមុទ្រថៃឡង់វៀតណាមហ្វីលីពីនតៃវ៉ាន់ជប៉ុនឡើងទៅខាងជើងនិងជ្រោយកូរ៉េនេះក្រោមការឃ្លាំមើលនឹងការពាររបស់នាវាទី7នាវាចរទី7ណានាវាចរទី7ចុះនាវាចរទី5នាវាចរទី5ទទួលខុសត្រូវលើឈូងសមុទ្រពើសៀនច្រកសមុទ្រអ៊ូមូសឈូងសមុទ្រអេដែនឈូងសមុទ្រយេម៉ែនសមុទ្រកោហមប្រេជីកសុយអេនេះនាវាចរទី5នាវាចរទី6ទទួលបន្ទុកគេហៅថាអាត្លង់តិកខាងកើតនេះមហាសមុទ្រអាត្លង់តិកទទួលបន្ទុកមហាសមុទ្រអាត្លង់តិកខាងកើតខ្សែក្រវ៉ាត់យុទ្ធសាស្ត្រ Greenland មកយុរ៉ុបនេះខ្សែបន្ទាត់យុទ្ធសាស្ត្រ Greenland ពី Greenland នេះឆ្លងកោះមួយ Iceland មកដែនដីអឺរ៉ុបខាងលិចទី6មានន័យថាទី6គឺការពារ Mediterranean ណាសមុទ្រ Mediterranean ដែលភ្ជាប់ទៅនឹងសមុទ្រក្រហមនិងការពារភូមិភាគខាងកើតមានភូមិភាគខាងជើងគេហៅថាតំបន់ Arctic នេះ Greenland ហើយនឹងការពារពាក់កណ្ដាលនៃមហាសមុទ្រអាត្លង់តិកណាចុះពេលគេយកចិត្តទុកដាក់នៅទីនេះកន្លែងដែលស្លាប់រស់ជាងគេនៅណាកន្លែងស្លាប់រស់ជាងគេគឺច្រកមួយបាទច្រកហ្នឹងគេហៅច្រកស្អីគឺជា gateway ពីអាត្លង់តិកនិង Mediterranean នេះអញ្ចឹងអាទី6វាកាន់នៅហ្នឹងចុះមកដល់សមុទ្រអាត្លង់តិកខាងលិចខ្ញុំនៅនេះមកដល់សមុទ្រអាត្លង់តិកខាងលិចពី Iceland ខាងជើងពីតំបន់ទឹកកក Arctic កាណាដាមកដល់ភាគខាងចុងនៃសមុទ្រអាត្លង់តិកខាងត្បូងពាក់កណ្ដាលអាត្លង់តិកមកខាងលិចវាក្រោមកងនាវាចរទី2ក្រោមកងនាវាចរទី2ដល់មក California Washington State Alaska មហាសមុទ្រ Pacific វាក្រោមនៅជាប់នឹងសហរដ្ឋអាមេរិកមុននឹងទៅដល់កិច្ចការរបស់ទី7គឺស្ថិតនៅក្រោមការការពាររបស់នាវាចរទី3នេះអាមេរិកមកខាងត្បូង South America អាមេរិកខាងត្បូងប្រេជីកប៉ាណាម៉ាដែលជាតំបន់ស្លាប់រស់ភ្ជាប់អាត្លង់តិកនិងប៉ាស៊ីហ្វិកក្រោមការការពាររបស់នាវាចរទី4នាវាចរទី4ណានាវាចរទី4ឥឡូវមកនាវាចរទី5វិញគឺការពារច្រកអ៊ូម៉ូសឈូងសមុទ្រពើសៀនឈូងសមុទ្រអេដែនច្រកយេម៉ែនសមុទ្រក្រហមប្រេជីកសុយអេទី5ទី6និយាយដែរនិយាយចុំទៅការពារច្រកដែលបែងចែកទ្វីបអាហ្វ្រិកនិងអឺរ៉ុបខាងលិចEnglish Channel ប្រេជីកអង់គ្លេសហើយនឹងសមុទ្រ Mediterranean និងផ្នែកខាងជើងតំបន់ទឹកកកទប់រ៉ាស៊ីកុំឲ្យយកនាវាមួយទឹកចូលមកបានការពារខាងជើងនៃតំបន់ Greenland និងចំណុចស្លាប់រស់នៃ Greenland Iceland អឺរ៉ុប Greenland Island អឺរ៉ុបនិងភាគខាងកើតនៃមហាសមុទ្រអាត្លង់តិកក្រោមការពាររបស់នាវាចរទី6នាវាចរទី6មកដល់នាវាចរទី7គឺជាប់ជាមួយនឹងនាវាចរទី3មហាសមុទ្រ Pacific មកទៅនាវាចរទី7ការពារខ្សែត្រៀមទី1 The First Island Chain
ខ្សែត្រៀមទី2 the second island chain ចាប់ពីភាគខាងជើងបំផុតជាប់នឹងសមុទ្ររុស្ស៊ីហើយនឹងប្រជុំកោះជប៉ុននៅនេះមករហូតមកការពារជ្រោយកូរ៉េការពារតៃវ៉ាន់ការពារបណ្ដាកោះនៅខាងនេះទាំងអស់ការពារសមុទ្ររបស់អូស្ត្រាលីការពារនូហ្សេឡង់ការពារប្រ៊ុយណេហ្វីលីពីនឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីចំណែកមួយនៃវៀតណាមឈូងសមុទ្រថៃឡង់ប្រទេសថៃឡង់ភ្ជាប់នឹងសមុទ្រអាដាម៉ាន់ភ្ជាប់នឹងសមុទ្រអាដាម៉ាន់បេបង់ហ្គាល់ជាប់នឹងប្រទេសបង់ក្លាដេសប្រទេសឥណ្ឌាស្រីលង្កានៅក្នុងសមុទ្រអាដាម៉ាន់បេបង់ហ្គាល់ឆ្នេរសមុទ្រជាប់ដែនគោកឥណ្ឌាស្រីលង្កាដំណក់ទឹកភ្នែកហើយនឹងសមុទ្រឥណ្ឌានៅទីនេះរហូតដល់ពាក់កណ្ដាលនៃសមុទ្រឥណ្ឌាពាក់កណ្ដាលនៃសមុទ្រឥណ្ឌាមានចំណែកនៃនាវាចរទី7មកដល់នេះម្ដុំប៉ាគីស្ថាននេះចែកគ្នាល្បាតជាមួយនឹងនាវាចរទី5អា7នេះអា7នេះចតទៅនាវាចរទី5អញ្ចឹងចៅសួរពីរឿងកំជ្រួចការពារដែនអាកាសដែលគេជំលះណាកំជ្រួចថាតណាដែលគេជំលះណាកំជ្រួចហ្នឹងមិនមែនសម្រាប់បាញ់ប្រចាំថ្ងៃទេគឺជាជើងគ្រឹះនៅពេលដែលគេដកចេញពីកូរ៉េខាងត្បូងចិនសប្បាយចិត្តណាស់ក៏ប៉ុន្តែសូមជម្រាបថាមុនអាមេរិកសម្រាប់ដកកំជ្រួចថាតចេញពីនាវាខាងត្បូងថ្មីនេះមុននឹងអាមេរិកសម្រាប់ដកណាមុនអាមេរិកសម្រាប់ដកកំជ្រួចថាតនេះមុនអាមេរិកសម្រាប់ដកកំជ្រួចថាតនេះចេញពីជ្រោយកូរ៉េមុនដែលអាមេរិកសម្រាប់ដកកំជ្រួចថាតនេះចេញពីជ្រោយកូរ៉េអាមេរិកហើយនឹងជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស្រីជប៉ុនលោកស្រីសាណែតាកាអៃជីបានបំពាក់នៅកំជ្រួចថ្មីបានបំពាក់កំជ្រួចថ្មីដែលមិនមែនជាកំជ្រួចសម្រាប់ចាក់ទេតែជាកំជ្រួចសម្រាប់វាយលុកមិនមែនជាកំជ្រួចចាក់ទេក៏ប៉ុន្តែជាកំជ្រួចសម្រាប់វាយលុកជាកំជ្រួចសម្រាប់វាយលុកណាបាទជាកំជ្រួចសម្រាប់វាយលុកបានបំពាក់កំជ្រួចសម្រាប់វាយលុកបានបំពាក់កំជ្រួចវាយលុកនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណែតាកាអៃជីបានបំពាក់អាវុធកំជ្រួចថ្មីដែលជប៉ុនផលិតខ្លួនឯងហើយចិនកំពុងតែមិនសប្បាយចិត្តកំជ្រួចនោះឈ្មោះហៅថាកំជ្រួចលេខ12ដែលជាកំជ្រួចបាញ់បានឆ្ងាយបង្គោលហើយលឿនហើយថ្មីជប៉ុនបានបំពាក់កំជ្រួចហ្នឹងតាំងពីខាងជើងតាមខ្សែត្រៀមទី1មកចន្លោះសមុទ្រជ្រោយកូរ៉េនិងជប៉ុនមករហូតមកដល់ខាងកើតកោះតៃវ៉ាន់ហើយក៏ធ្ពក់ទៅនឹងដែនកោះហ្វីលីពីនមកជប៉ុនបានដាក់រាយកំជ្រួចថ្មីលេខ12តាំងពីខាងជើងនេះមកជិតតៃវ៉ាន់មកភ្ជាប់នឹងប្រជុំកោះហ្វីលីពីនដោយសារដែលជប៉ុនបានដាក់កំជ្រួចលេខ12ហ្នឹងទើបអាមេរិកដកកំជ្រួចថាតចេញពីកូរ៉េដូច្នេះមានន័យថាក្រោយពីបានដាក់កំជ្រួចលេខ12អាមេរិកក៏យល់ឃើញថាការឃ្លាំមើលប្រទេសចិនវាមានកម្រិតល្មមសមរម្យទើបដកកំជ្រួចថាត THAAD ហ្នឹងទៅមជ្ឈមបូព៌ាណាអញ្ចឹងយើងរៀនមើលព័ត៌មានហើយយើងតាមដានព័ត៌មានហ្នឹងយើងតាមដានព័ត៌មានហ្នឹងគឺយើងយកចិត្តទុកដាក់អញ្ចឹងហើយបន្ទាត់ក្រហមនេះវានៅក្រោមនាវាចរទី7នេះហើយដែលហៅថាខ្សែត្រៀមទី1ណា
ខ្សែត្រៀមនេះការពារសម្ព័ន្ធមិត្តមានជប៉ុនកូរ៉េតៃវ៉ាន់ហ្វីលីពីនប្រ៊ុយណេឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីផ្លូវដឹកជញ្ជូននិងច្រកម៉ាឡាកាណាឥឡូវនេះម្ដុំនេះត្រូវរៀបចំតម្លើងកំជួចលេខ12ជប៉ុនតម្លើងអស់ហើយបាទបានអាមេរិកកាំងដកនេះគឺជារូបភាពស្ដីអំពីខ្សែត្រៀមទី1និងខ្សែត្រៀមទី2អានេះចិនក្រហមនេះគឺខ្សែត្រៀមទី1ដែលពីខាងជើងប្រជុំកោះជប៉ុនមកខាងកើតតៃវ៉ាន់មកខាងលិចហ្វីលីពីនខាងលិចប្រ៊ុយណេនិងឥណ្ឌូនេខាងលិចម៉ាឡេបត់ឡើងទៅយកមុំកោះត្រល់ហ្វូកុកហើយសរសៀតាមឆ្នេរកូបវៀតណាមពីចុងបំផុតនៃខាងត្បូងឡើងមកដល់ដាណាងនេះខ្សែត្រៀមទី1នេះខ្សែត្រៀមទី2ខ្សែត្រៀមទី2អាមេរិកមាន3ខ្សែត្រៀមនៅ Pacific មកដល់ត្រឹមហ្គាំនេះហើយនឹងខ្សែត្រៀមទី3ទាំងអស់ហ្នឹងនៅក្រោមនាវាចរទី7ណានៅប្រទេសជប៉ុនអាមេរិកមានមូលដ្ឋានកងទ័ពធំ15ណាបើនិយាយទាំងតូចទាំងធំមានជាង100ណាអាហ្នឹងតកតងទៅអញ្ចឹងគឺបើនិយាយទាំងទ័ពធំទ័ពតូចអាមេរិកមាន120មូលដ្ឋានទ័ពនៅលើដីជប៉ុន120មូលដ្ឋានទ័ពអូខេ120មូលដ្ឋានសឹកអាមេរិកនៅលើដីជប៉ុន119មូលដ្ឋានសឹកអាមេរិកនៅអាល្លឺម៉ង់73មូលដ្ឋានសឹកអាមេរិកនៅកូរ៉េខាងត្បូងយើងគិតមើលអានឹងឆ្នាំ24ពិនិត្យមើលសារថ្មីនៃខ្សែត្រៀមអានេះទី1ណាអានេះទី1អានេះទី2ហើយអានេះវាទី3នេះគឺជាខ្សែត្រៀមបន្ទាត់នេះនិងបន្ទាត់នេះកម្លាំងអាមេរិកគិតជាបន្ទាត់បៃតងថាតើបន្ទាត់ក្រហមចិនបាញ់មកដល់ទេហើយបន្ទាត់បៃតងនេះអាចទប់ចិនបានទេការរៀបចំខ្សែត្រៀមនេះគឺសម្រាប់ទប់រុស្ស៊ីកុំឲ្យធ្លាក់ចុះមកខាងត្បូងនិងទប់ចិនពេលមានអាសន្នហើយនឹងការពារច្រកម៉ាឡាកាទាំងអស់នេះក្រោមនាវាចរទី7ណាខ្ញុំធ្លាប់លើកយករឿងហ្នឹងមកនិយាយច្រើនដងបាទនេះគឺជាអ្វីដែលតកតងនឹងអាស៊ីយើងតកតងនឹងកម្ពុជាតែបច្ចុប្បន្នសង្គ្រាមនៅអ៊ីរ៉ាន់វាជាព្រឹត្តិការណ៍ថ្មីសង្គ្រាមនៅអ៊ីរ៉ាន់វាជាព្រឹត្តិការណ៍ថ្មីដែលព្រឹត្តិការណ៍ថ្មីនេះយើងកំពុងតែយកមកនិយាយនេះឯងនេះគឺក្រោមការពាររបស់នាវាចរទី5ច្រក Hormuz ណាបងប្អូនណាតុនសាយ4335ណាចម្លើយគឺបើសិនជានៅភ្លើឲ្យសួរអញ្ចឹងគួរណាស់តែនេះវាចេះតែចង់ដឹងអញ្ចឹងនិយាយប្រាប់ឲ្យនៅអត់នៅសួរដែរប្រទេសថៃមានមូលដ្ឋានទ័ពអាមេរិកប្រមាណអត់និយាយអត់មាននិយាយថានៅថៃមានទេនិយាយថាមានខ្សែត្រៀមអត់យកចិត្តទុកដាក់ទេអញ្ចឹងបានថាចេះតែសួរលោកឲ្យលោកអត់យកតែជាស្ដាប់ចៅឯងមកយកតែជាមកផងហើយយកក្បាលមកផងណាអីចេះតែសួរមិនដឹងជាប្រហែលដងទេតាប្រាប់ថាវាអត់មានទេគ្រាន់តែជាសម្ព័ន្ធមិត្តពីដើមណាហើយតាកំពុងតែនិយាយកោបអត់ព្រមស្ដាប់ទេសួរចាញ់មកឯណាទៅបាត់ទៅឯណាបាត់ទៅណាអញ្ចឹងបានដាក់ឈ្មោះតនសាយនោះឥឡូវដូរឈ្មោះដាក់ឈ្មោះមនុស្សវិញម្ដងដាក់ឈ្មោះមនុស្សវិញតែខ្ញុំមនុស្សមិនមែនតនសាយទេតនសាយឃើញតគួនផ្លេចអីអស់ហ្នឹងអាហ្នឹងអញ្ចឹងនិយាយលេងទៅចាំណា